Yeah, on beyond មកក៏ប្រាប់ខ្ញុំថាខ្ញុំកើតនៅឆ្នាំ1999ថ្ងៃទី15នៅក្នុងខែមិនិនាគឺនោះហើយដែលខ្ញុំកើតមកជាមនុស្សរស់នៅលើโลកាតែកាលមកខ្ញុំនៅតូចខ្ញុំមិនទាន់ដឹងអីខ្ញុំមិនទាន់ចេះនិយាយខ្ញុំមិនទាន់ស្គាល់ភាសារហូតដល់ខ្ញុំអាយុ6ឆ្នាំម៉ែបានចាន់ចែកជីវិតពុសាសាច់ថ្មីមក4ទៀបភ្លឺមេត្រៀមអីវ៉ាន់ទៅលក់នំនៅអេផ្សារចំណែកខ្ញុំវិញក៏ត្រៀមខ្លួនទៅសាលាដល់អាយុ16ខ្លាចជាក្មេងមានបញ្ហានាំគ្នាដើរលេងនាំគ្នាកិច្ចសាលាដល់អាយុ17ចាប់ផ្ដើមស្រឡាញ់ស្រីចាស់មានសង្សារដល់អាយុ18ស្គាល់អាភៀនស្គាល់មកដើរលេងកម្មចាក់វល់ពាក្យមិនស្ដីថាលេងកម្មចាក់វល់ពាក្យមិនស្ដីថាពីអ្នកលេងយ៉ាងខ្ញុំមកធ្វើជាអ្នកលក់ឲ្យពួកអាក្មេងដែលវាកំពុងតែពួកលក់រឿងញៀនគឺប្រភេទដើម្បីយកផលកម្រៃខ្ញុំមានជំនឿតែកខ្សែពេជ្រនិងខ្សែដៃថ្ងៃណាដែលយើងមានសម្បល់គេមករាប់អានហើយថ្ងៃណាដែលយើងក៏វានឹងដៀយើងមិនខានក៏ពិភពលោកមួយនេះវាពិបាកនឹងរស់ណាស់ឲ្យខ្ញុំកាន់តែច្រើនខ្ញុំក៏រឹតតែយល់ច្បាស់រាល់ផ្លូវដែលខ្ញុំដើរខ្ញុំកំណត់ឲ្យខ្លួនឯងធ្វើអ្វីដែលចូលចិត្តមិនធ្វើក្បាលពួកអត់ដៃនៅនឹងបងកំកោតទឹកបក្ដីសោកគឺជាផ្សាយសេរីបងក្មេងស្ទៀវជាមរាវជាអ្នកលេងដើរលេងកាមចាក់គឺក្នុងនាមជាកូនប្រុសពេលបលីងចាំបានមកឲ្យទៅលួងនៅឯប៉ុប្រមាណលើកប្រមាណតាមនៅតែមិនដឹងថាខ្លួនកោះដើរលេងមិនចូលផ្ទះកូនអើយជប់ដើរទៅមកឲ្យសំលើងដៃសំពះកូនអើយជប់ដើរទៅមកឲ្យសំលើងដៃសំពះខ្ញុំមិនស្ដាប់សំដីឪពុកម្ដាយដើរលេងរាល់យុគក៏មានតែរឿងក្តៅកាហាយវាយគ្នាផ្អើលពូងវាយខ្ញុំលះចាយបលីងចាំដាំងពោចំតែរកឪពុកម្ដាយអាឡូម៉ែមលុះកំប្រុងម៉ែមិនឃើញមើលតែអាងម៉ូតូខ្ញុំឲ្យមួយនឹងវាវាយឡើងចេញតែមួយនោះវាមិនរួចខ្លួនឡើយព្រោះថាពួកម៉ាក់ខ្ញុំតាមមកបកៅហើយកុំលេងសើចយូរពេកកុំលេងសើចជាមួយអញគ្នាឲ្យប្រមាណអ្នកទៅដូចមកកូនអាគីបាញ់រាល់ថ្ងៃស្ដាប់ធោះព្រោះថាអញនេះចិត្តតែជាងតែនឹងវាឌឺពេកឲ្យទៅដាក់ក្បាលឡៃមកផ្គាក់នៅមិនអស់ចិត្តណាត់ไปគ្នាម្ដងទៀតចាំងគាត់ហៅខ្ញុំថាកូនចាំមកទៀតដើរលេងពេលណាគឺមានតែរឿងឆ្លងវាយពួកឯនេះចាំមកទៀតក៏ដូចមកកូនអាចចង្រៃពួកឯនេះចាំមកទៀតក៏ដូចមកកូនអាចចង្រៃពួកឯនេះចាំមកទៀតក៏ដូចមកកូនអាចចង្រៃមកពីខ្ញុំឈាមរាវឬមួយនេះជាកម្មធ្វើឲ្យខ្ញុំជួងវែងធ្វើជាអ្នកដែលរាប់ឆ្នាំមកតដល់ម៉ែទិញឲ្យខ្ញុំក៏យកទៅបញ្ចាំម៉ែខំយកដូចទៅលក់ក៏ដូចមកកូនអាស្បែកកម្មបងប្អូនទាំងអស់គ្នាគឺមានតែខ្ញុំមួយដើរលេងពេលយប់ម៉ែឪក៏ដេកព្រួយកាយពីក្មេងស្ទៀវខ្ញុំនឹងធ្វើជាក្មេងស្លោកស្ដាប់បង្គាប់ម៉ែឪហើយគិតខំរៀនសោតផ្លូវណាដែលគួរទៅផ្លូវណាដែលគួរវាផ្លូវណាដែលគួរចោលផ្លូវណាដែលគួរជិះគិនវាច្បាស់មុនយើងនឹងធ្វើកំតវ៉ាជាមួយអញប្រយ័ត្នក្បាលមកក៏ជើងខ្លះចង់ដឹងរស័យនាំគ្នាទៅចាក់កំពីថាលុយនឹងហោចូលមិនចាំបាច់ទៅរកស៊ីឆ្នាំនេះរស័យឡើងនៅខ្លាយជាសេដ្ឋីខំដេញទៅឯងតិចទៀតបានច្រំដល់ខំដេញទៅឯងតិចទៀតបានច្រំដល់ខំដេញទៅឯងតិចទៀតបានច្រំដល់ម៉ែឲ្យគម្រោងលុយឲ្យកូនទៅរៀនតែក៏វាបាច់ជាឈ្មោះជាមួយនឹងអាភៀនបបួលគ្នាកិច្ចសាលាហើយមកខកពីការរៀនកិនតែពីដើរលេងធ្វើដូចកូនអ្នកមានបង្កើតពុកបង្កើតបាក់នៅពីចែកចាយអាភៀនចេះតែកែឆ្នៃកណ្ដុំទៅជួងក្រោយសាលារៀននេះហើយជីវិតនឹងខ្ញុំទៅដូចជារឿងនិទានបបពិសោធន៍នៃជីវិតនេះគឺជាមេរៀនឥឡូវជីវិតខ្ញុំវាខុសពីមុនច្រើនណាស់ព្រោះអាយុក៏កាន់តែច្រើនហើយមុខក៏កាន់តែចាស់ចរិតដែលធ្លាប់ខលខូចខ្ញុំក៏បានបដូរផ្លាំងប្រែចរិតខ្លួនឯងធ្វើជាមនុស្សថ្មីកែខ្លួនឲ្យល្អដូចកូនគេដទៃចាប់ពីថ្ងៃនេះទៅលេងប៉ះពាល់នឹងអាភៀនជុំធ្វើជាអ្នកលេងឲ្យជប់ជក់ឆ្នាំញៀនយ៉ាអត់ពីអត់